បាទសួស្តីបងប្អូនសម័យឥឡូវឃើញ trend តាក់ទងនឹងការ trade មិនថា cryptocurrency ឬក៏ forex ទេគឺ trend មែនតើអញ្ចឹងបទពិសោធន៍ខ្ញុំជិត4 5ឆ្នាំដែរបងប្អូនសរុបទៅប្រហែល7 8ឆ្នាំដែរបើ crypto ប្រហែល10ឆ្នាំជាងអញ្ចឹងណា forex 3 4 5ឆ្នាំដែរតែមិនសូវជាជោគជ័យតាក់ទងនឹងការ trade future trade អីចឹងណាអញ្ចឹងដោយសារឃើញបងប្អូនដៃថ្មី trend ច្រើនអញ្ចឹងខ្ញុំដកលុយសិលចេញពី Bittrade X របស់ខ្ញុំអត់ដាក់លុយថែមអត់ដាក់លុយខ្លួនឯង trade ទេដោយសារខ្ញុំមានវិនិយោគជាមួយនឹង AI bot trade ហើយអញ្ចឹងខ្ញុំដកលុយសិលនេះគឺលុយគេតម្លាក់ឲ្យប្រចាំថ្ងៃអញ្ចឹងណាខ្ញុំយកមក trade future តែចំណេញអត់អញ្ចឹងថ្ងៃនេះខ្ញុំធ្លាក់បាន$3.92សេនអញ្ចឹងរបៀបដកខ្ញុំធ្វើបច្ចេកជូនបងប្អូនហើយបាទអញ្ចឹងបងប្អូនមើលទៅកន្លែងណាមិនយល់បងប្អូនអាចចូលទៅមើលក្នុង YouTube ឯងខ្ញុំបានទៀតទៅណាយើងដកបានហើយបងប្អូនចូល exchange បាទ exchange USDN ទៅជា BTC ខ្ញុំធ្វើដែរដើម្បីបងប្អូនដៃថ្មីនឹងចេះដកអញ្ចឹងហើយយកពី transfer ព្រោះយើងចុចវារាល់ថ្ងៃបានចេះបងប្អូនណាបាទបើយើងអត់ចុចទេគឺយើងអត់ចេះទេអញ្ចឹងណាតែខ្ញុំ focus ទៅលើការមើលរើសកាក់ក្នុង future បងប្អូនជាពិសេសការ trade ហ្នឹងវាមិនមែនចូលលុយស្រួលទេបងប្អូនគិតទេណាបាទវាត្រូវការចំណេះជំនាញពិតប្រាកដបាទពីព្រោះអីយើងលេងការ trade សង្ហៃហ្នឹងយើងមិនលេងជាមួយមនុស្សធម្មតាណាបងប្អូនយើងលេងជាមួយ robot ជាមួយ AI បាទជាមួយនឹងធនាគារធំអញ្ចឹងណាអញ្ចឹងខ្ញុំដាក់$3នេះតែខ្ញុំអាច trade បានអត់បានមកចូលណាបើយើងមាន$3យើងអាចប្រើ leverage 1.75បានណាបាទអញ្ចឹងលុយខ្ញុំគឺបានអស់ហើយ$3.70អញ្ចឹងខ្ញុំទៀតអញ្ចឹងលុយនេះនៅក្នុង sport ណាបងប្អូនអញ្ចឹងខ្ញុំដើម្បីចូលទៅ trade ក្នុង future បានខ្ញុំត្រូវ transfer ពី sport ហ្នឹងចូលនេះ line transfer នេះពី sport ហ្នឹងចូល future បងប្អូនបាទអញ្ចឹងខ្ញុំចង់ trade កាក់ដកមួយដែលសិនកាក់ដកហ្នឹងវារឿងឡើងហើយខ្ញុំបញ្ជាក់បងប្អូនបើលេងអា future នេះបងប្អូនកុំជាលេងកាក់ថ្មីកាក់ដែលទំលីសកាក់អីហ្នឹងក៏សិត exchange ធ្វើស៊ីទេអញ្ចឹងណាបងប្អូនមើល AI Jiggle ឲ្យមើល45ដោយ AI កាក់$45នៅសល់10សេនទុកយូរអា exchange ហ្នឹងវា delete ចាក់កាក់នឹងចោលទៀតណាអញ្ចឹងឧទាហរណ៍បងប្អូនទិញលុយទិញ$5000តម្លៃ$40ហើយបងប្អូនមកលក់10សេនបាត់លុយបាត់ដូចតែគ្នាបាទឧទាហរណ៍ថាយើងទិញលុយ$5000អញ្ចឹងណាហើយយើងទិញតម្លៃ45បានទៅ11កាក់ហ្នឹង11កាក់ហើយយើងគុណនឹង10សេនទៅឃើញលុយបងប្អូនបាត់លុយអត់លេងអញ្ចឹងមកចូលរឿងយើងវិញអញ្ចឹងខ្ញុំចង់ trade កាក់ដកនេះកាក់ដកអញ្ចឹងលុយខ្ញុំមានតែ$3ទេដើម្បីចូលទៅបើសិនបើយើងយក$3ទិញក្នុង sport បានតែប្រហែលកាក់ហ្នឹង3 4កាក់ហ្នឹងអញ្ចឹងខ្ញុំខ្ជិលព្រោះលុយខ្ញុំដកពីលុយអាប្រាក់ចំណេញរបស់ខ្ញុំដែរអញ្ចឹងខ្ញុំចូល future អញ្ចឹងខ្ញុំយក gross អានេះកន្លែងស្រែ x ណាបងប្អូនដូចលុយយើង$3អញ្ចឹងយើងដាក់ប្រកាប់ហ្មងទៅអញ្ចឹងខ្ញុំយក 75x អញ្ចឹងខ្ញុំចង់ទិញ long ហ្នឹងបានន័យថាទិញណាបងប្អូនបើយើងចង់ទិញបើ short open short ហ្នឹងបានន័យថាលក់តែខ្ញុំចង់ទិញលុយ$3ហ្នឹងខ្ញុំចង់ទិញ 30% នៃចំនួនទឹកលុយរបស់ខ្ញុំឬក៏ 25% ទៅមកខាត់ពេលអញ្ចឹងខ្ញុំចង់ចូល long ហ្នឹងគឺចង់ទិញតម្លៃម៉ានដែលថាចង់ទិញភ្លាមចូលពី long ហ្មងទៅបាទដាច់ទេនេះខ្ញុំចាប់ hold សៀបដែរអញ្ចឹងនេះបានន័យថាលុយយើង$3មិញយើងចូលលុយកាក់គេអាម៉ាជីន$2.64សេនណាបងប្អូនអញ្ចឹងយើងស្មើនឹងយើងយកកាក់គេចំនួន1780កាក់អញ្ចឹងខ្ញុំដាក់ TP អានេះបើសិនបើយើងដៃថ្មីខ្ញុំនិយាយតែអញ្ចឹងបងប្អូនកុំជឿយាមលេងកាក់ទូទៅកាក់ស្គាល់អញ្ចឹងអាចនឹងងាយដាច់ account អាចងាយបាត់បង់លុយអញ្ចឹងណា TP SL នេះអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដាក់តម្លៃ14អញ្ចឹងបើកាក់នឹងឡើងតម្លៃ14គឺខ្ញុំចំណេញបាន$22.79សេនតែបើកាក់នឹងចុះ0.11អាលេងនេះត្រូវហ៊ានខាតណាបងប្អូនបើហ៊ានខាតទេដាច់លុយហើយអញ្ចឹងគេខាត់$10អញ្ចឹងខ្ញុំចង់បើកាក់នៅចុះដល់12ចុះผมមានកន្ទុយទៀតអញ្ចឹងខ្ញុំខាន$8តែលុយខ្ញុំអត់គ្រប់ទេ
លុយខ្ញុំអត់គ្រប់ខាតទេដោយសារយើងចូល X ចឹងខ្ញុំដាក់ហូរចោលហ្មងបើវាចុះដល់តម្លៃប៉ុណ្ណឹងគឺដាច់ account ហ្នឹងហ្មងដាច់អាលុយ$10ហ្នឹងហ្មង$3ហ្នឹងហ្មងអញ្ចឹងណាអញ្ចឹងខ្ញុំអត់ដាក់ SL ទេខ្ញុំដាក់តែ TP ទេអញ្ចឹងណាអានេះរបៀប trade future ហើយខ្ញុំព្យាយាមម្ដងទៀតបងប្អូនកុំព្យាយាមលេងកាក់ថ្មីអាទំលិះថ្មីហ្នឹងងាយនឹងគ្រោះថ្នាក់ព្រោះអីខ្ញុំបាត់វិសោធន៍ហ្នឹង14 7 8ឆ្នាំដែរហើយតើតើនឹងកាក់ថ្មីហ្នឹងឃើញវាឡើងដល់កពូលអញ្ចឹងទៅដោយ AI អីខ្ញុំខាត7 800ដែរឃើញវាឡើងដល់45មកចុះដល់20យើងចូលសឡើងទៅវិញទៅវាមូចុះមួយឡើងដាច់ account បាត់ឥឡូវសល់10%អញ្ចឹងណាមានតែប៉ុណ្្នឹងហើយសម្រាប់បងប្អូនណាចង់ចេះ trade ចង់អីយើងមានគ្រប់ចែកម្លែកដែរហ្នឹងឯងអាហ្នឹងគឺការមិនជាប្រការបង្រៀនទេគ្រាន់តែថាពិភាក្សាគ្នាទេហ្នឹងឯងអញ្ចឹងដូចខ្ញុំនិយាយតែអញ្ចឹងបើសិនបើយើងចូលប្រឡូកក្នុងវិស័យនេះកុំចូលលុយណាដែលមានបន្ទុកលុយណាដែលយើងចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃយើងយកលុយណាដែលយើងអាចបាត់បង់បានចាំលេងព្រោះនេះបើសិនបើយើងគិតថាជាអាជីពមិនងាយទេបងប្អូនណាបាទអរគុណ